ចាំបងប្អូនថ្ងៃនេះខ្ញុំមកថតវីដេអូនេះគឺមកលាបថ្នាំសក់ជូនបងប្អូនមើលទាំងអស់គ្នាណាបងប្អូនចាហើយស្រួលមកលាបថ្នាំសក់ឲ្យបងប្អូនចាខ្ញុំនេះគឺឲ្យតែនិយាយពេលណាគឺថ្នាំសក់ពេលហ្នឹងប៉ុន្តែមិនមែនថ្នាំសក់ឯណាបងប្អូនគឺសាប៊ូកក់លុបស្កូវចាបងប្អូនខ្ញុំយកឲ្យបងប្អូនមើលនេះខ្ញុំលាបពណ៌នេះខ្ញុំកក់ស្ពណ៌នេះហ៎បងប្អូនអានេះពណ៌ធម្មជាតិឥឡូវនេះខ្ញុំមកធ្វើការថតហើយនឹងកក់ឲ្យបងប្អូនមើលទាំងអស់គ្នាចាហើយនេះខ្ញុំមានសូមដៃនេះគឺប្រើតាំងពីបើកប្រើមកអត់តលហាយទេណាបងប្អូននេះលាងទឹកទុកចាឲ្យបងប្អូនចានេះសាប៊ូកក់លុបស្កូវខ្ញុំចិត្តអស់ហើយប្រហែលជាម្ដងនឹងទៀតអស់ហើយនេះប្រើយូរមែនតើណាប្រើបានយូរមែនតើបងប្អូនចាអញ្ចឹងសម្រាប់សាប៊ូកក់លុបស្កូវនេះគឺចំណេញខ្លាំងណាបងប្អូនចានេះបងប្អូនសក់ខ្ញុំកក់ប្រហែលជាចិត្តមើល2អាទិត្យជាងហើយនេះឥឡូវនេះវាឡើងស្កូវនេះឡើងស្កូវគុលណាអញ្ចឹងខ្ញុំចាប់ផ្ដើមមកកក់ម្សាទៀតចាហើយអត់មានអីបាតទេបងប្អូនចានេះសាប៊ូកក់លុបស្កូវហើយខ្ញុំមានស្រោមដៃនេះស្រោមដៃពេលដែលយើងទិញសាប៊ូហ្នឹងទៅគឺមាននៅក្នុងហ្នឹងគឺមានស្រោមដៃឲ្យមកគូចឹងណាបងប្អូនចាពេលយើងប្រើហើយយើងលាងទឹកទុកវាវិញណាបងប្អូនលាងទឹកហើយទុកវាឲ្យស្ងួតទៅស្រោមដៃនេះខ្ញុំដាក់ក្នុងបន្ទប់ទឹកហើយដល់ចឹងទៅកូនខ្ញុំងូតទឹកមិញវានៅសើមឥឡូវនេះខ្ញុំយកមកពាក់ចឹងការកក់លុបស្កូវនេះបងប្អូនគឺស្រួលបំផុតហើយប្រើសាប៊ូនេះបងប្អូនឲ្យល្អមែនតើណាហើយឥឡូវនេះគឺពេលនេះគឺកក់លុបស្កូវខ្លួនឯងអញ្ចឹងឆ្លៀតថតវីដេអូឲ្យបងប្អូនមើលចាហើយនិយាយពីស្រួលមហាសែនស្រួលខ្ញុំស្រឡាញ់ណាស់ហើយចង់ធ្វើវីដេអូនេះបង្ហាញឲ្យបងប្អូនមើលដែលគាត់អត់ទាន់បានសាកជាមួយនឹងសាប៊ូកក់លុបស្កូវនេះណាចាគឺពីរបៀបប្រើមិនអីចាបងប្អូនមើលបានស្រួលនិយាយពីស្រួលអត់មានអីប្របាក់ទេស្រួលមែនតើណានេះបងប្អូនពាក់ស្រោមដៃចឹងមកស្រោមដៃនៅក្នុងនោះមកគូគេឲ្យចានេះសាប៊ូដបធំណាបងប្អូនប្រើឡើង3ខែអត់ទាន់អស់ទេណាបងប្អូនណាកក់ដឹងប៉ុន្មានដងហើយនេះចាហើយនេះក្រាស់ខ្ញុំមានក្រាស់នេះណាបងប្អូនក្រាស់អីក៏បានដែរតែខ្ញុំឃើញក្រាស់នេះឥឡូវនេះខ្ញុំចានេះតរៀបចំថតបដាឲ្យបងប្អូនមើលទាំងអស់គ្នាចានេះអញ្ចឹងមុននឹងប្រើបងប្អូនមុននឹងប្រើក្លុកសិនណាសាប៊ូកក់លុបស្កូវនេះក្លុកសិនណាបងប្អូនចាដើម្បីអីឲ្យវាចូលពណ៌គ្នាចាអញ្ចឹងយើងក្លុកសិនទៅហើយយើងចុចដាក់បាត់ដៃចេះនេះបងប្អូនគឺមានទឹកពណ៌ត្នោតហើយនឹងពណ៌សណាចាហើយបន្តមកទៀតយើងយកមកលាបលើក្បាលយើងមកបងប្អូនអញ្ចឹងខ្ញុំលាបកន្លែងនេះមុនហើយខ្ញុំលាបនេះគឺខ្ញុំកក់នេះគឺខ្ញុំកក់តែលាបតែកន្លែងគល់ទេបងប្អូនចាកន្លែងខ្ញុំស្កូវតែខាងមុខគេច្រើនជាងគេហើយខាងក្រោយអត់ទេបងប្អូនចេញតែគល់ចេញខាងមុខហ្នឹងអញ្ចឹងខ្ញុំយកមកដាក់អញ្ចឹងហ្មងបងប្អូននេះចុចដាក់បាត់ដៃហើយយកមកឆ្លីលើក្បាលអញ្ចឹងមកស្រួលបំផុតណាអញ្ចឹងសម្រាប់បងដែលគាត់អត់ទាន់បានយកទៅប្រើបងប្អូននេះមកមើលវីដេអូនេះគឺងាយស្រួលបងប្អូនវិធីប្រើវិញហើយបងប្អូនកុំភ័យខ្លាចប្រឡាក់ស្បែកក្បាលយើងជាប់ពងអត់ប្រឡាក់អត់ជាប់ទេវាប្រឡាក់ដែរប៉ុន្តែវាប្រឡាក់អញ្ចឹងទៅពេលយើងទៅលាងទឹកហើយគឺវាស្អាតទៅទាំងអស់ហើយអត់មានជាប់ពណ៌នៅលើក្បាលយើងនៅលើស្បែកយើងទេនេះបងប្អូននិយាយអញ្ចឹងណាចាបងប្អូននិយាយអញ្ចឹងហើយឲ្យយើងវែកទៀតមកចឹងមកហើយយើងចុចទៀតមកនេះចុចចឹងទៀតមកបងប្អូនចានេះបងប្អូនឆ្លីចេះក៏បានដែរហើយយើងមកលាបលើក្បាលយើងមកមិនអញ្ចឹងបាច់ទេយើងដាក់ចឹងមកគឺស្រួលមែនតើណាហើយអត់មានកាហាយស្បែកទេណាបងប្អូនអត់មានកាហាយអត់មានលំមហើយអត់ធំក្លិនទេយកមកញីចឹងណាបងប្អូនចាអានេះ
សម្រាប់សាប៊ូកក់លុបស្កើបងប្អូនគឺងាយស្រួលប្រើមែនទែនហើយអានេះខ្ញុំថតពេលយប់ណាបងប្អូនពេលខ្ញុំបិទទ្វារខ្ញុំឈប់លក់អីពេលល្ងាចពេលយប់ហើយអញ្ចឹងខ្ញុំធ្វើបាយធ្វើទឹកអីហើយក៏ខ្ញុំឆ្លៀតមកកក់ជាមួយនឹងសាប៊ូលុបស្កើនេះបងប្អូនឃើញទេស្រួលណាយើងយកមកញីអញ្ចឹងមកវាចេញពពុះហើយចាហើយបន្ទាប់មកយើងញ៉ៃទៀតមកនេះដាក់ឲ្យសប់ណាបងប្អូនហើយខ្ញុំលាបតាគុលលេខ្ញុំកក់តាគុលហ្នឹងឯងដោយសារតាវាចេញតែកន្លែងគុលហ្នឹងឯងវាអត់ចេញចុងទេណាបងប្អូននេះវាចេញតែគុលហ្នឹងឯងសស្កើហើយនិយាយពីប្រើហើយបងប្អូនប្រើតាពីបេដងបងប្អូននឹងឃើញស្បែកក្បាលបងប្អូនណាមានដុសកូនសក់មកច្រើនណាសក់កូនសក់ដុសមកច្រើនណាញ៉ៃហ្មងណាហើយដុសលឿនណាបងប្អូនចាហើយសក់យើងឡើងតុនជួយចិញ្ចឹមស្បែកជួយចិញ្ចឹមសក់យើងឲ្យល្អដុសល្អហ្មងបងប្អូនហើយសក់ខ្ញុំពីមុនស្ងួតណាបងប្អូនខ្ញុំលាបថ្នាំពណ៌ច្រើនណានេះអញ្ចឹងមកណាចាបន្តមកទៀតយើងញ៉ៃទៀតមកចុចដាក់បាតដៃទៀតមកបងប្អូនឆ្លីអញ្ចឹងណាបងប្អូនចាចុចឲ្យយើងយកមកឆ្លីកន្លែងស្កើហ្នឹងមកអានេះខ្ញុំកក់តាគុលទេញ៉ៃចឹងទៀតមកចេះទៅគឺស្រួលប្រើមែនទែនសម្រាប់សាប៊ូកក់លុបស្កើនេះណាបងប្អូនសម្រាប់បងមិនថាបងបរោះបងស្ត្រីអីណានេះដែលមានស្កើបញ្ហាស្កើច្រើនដូចខ្ញុំណានេះមកប្រើមកគឺអត់បាក់ទេបងអើយទិញតែម្ដងហ្នឹងបងឯងប្រើបានឡើង3 4 ខែព្រោះអីយើងនេះកក់តែគុលចឹងឯងវាចេញគុលតិចមកយើងកក់វាទៅកក់តិចចឹងទៅហើយវាលុបបានឡើង2 3អាទិត្យដល់ចិត្តមួយខែពេលខ្លះក៏ដល់មួយខែចឹងណាតាមសរសៃសក់បងឃើញទេបងស្រួលណាចឹងបងអត់ចង់លាបណាំសក់ពណ៌អីខ្លាចក៏ធ្វើឲ្យខូចសក់និយាយទៅគឺខូចសក់ហើយនេះធ្វើឲ្យស្បែកក្បាលយើងឡើងល្មមទៀតណាខ្ញុំធ្លាប់ណាពីមុនខ្ញុំអត់ទាន់បានប្រើសាប៊ូហ្នឹងគឺខ្ញុំលាបណាំសក់រហូតហើយលាបហើយចាប់ដើមពេលលាបហ្នឹងចាប់ដើមកាហាយពេញក្បាលហ្មងមកសទុះឈឺក្បាលហ្មងកាហាយល្មមស្អុយហើយឈឺក្បាលហ្មងដល់ពេលលាបបានតែមួយសទុះចាប់ដើមល្មមអេសឡើងចង់អាយ៉ះស្បែកហើយដល់ពេលឥឡូវមកប្រើសាប៊ូនេះណាបងប្អូនអត់មានល្មមហើយណាទុក1 ម៉ោងណាអត់មានល្មមអីមិនទីទេហើយវាល្អមែនតើណានិយាយទៅជួយឲ្យសក់ខ្ញុំឡើងទន់ជាងមុនហើយដុសកូនសក់មកច្រើនណាពីមុនសក់ខ្ញុំឡើងស្ងួតកត្រឹងរឿងឡើងប៉ោងហើមតែឡើងអត់ទេណាបងប្អូនសក់ខ្ញុំឡើងនិយាយទៅកក់សាប៊ូហើយត្រសិតហើយត្រង់ហ្មងហើយឡើងទន់ដូចខ្ញុំអប់ដូចយើងអប់រងថ្ងៃហ្នឹងអប់ទៀតរងថ្ងៃចឹងតែនេះអត់ទេណានេះបងប្អូនតែប៉ុណ្្នឹងរួចចេញឃើញទេអានេះមកហើយមកខាងណាចឹងបងណាដែលគាត់ចង់ប្រើសាប៊ូកក់លុបស្កើនេះណាបងមកសាសាប៊ូនេះគឺល្អមែនតែនហើយយើងកក់តាគុលដែលមានស្កើចឹងមកស្រួលណាឃើញទេខ្ញុំកក់តែខាងមុខឯដោយសារខាងមុខវាចេញស្កើខាងក្រោយអត់ទេនេះហើយមកខាងណានេះហើយយើងសិតចឹងទៅកន្លែងណាដែលស្កើនេះខាងមុខនេះខ្ញុំស្កើច្រើនជាងខាងមុខនេះហើយនៅកន្លែងនេះចឹងខ្ញុំដាក់វាយើងឆ្លីឲ្យវារឿងច្រើនតិចណាដើម្បីអីឲ្យវាសប់កូនសក់ទូចយើងវាចុះចេញមកវាស្កើតែចឹងយើងញីឡើងនឹងឲ្យយូរតិចទៅចឹងណាបងប្អូនចាឥឡូវនេះហើយមកខាងហើយនៅមកខាងទៀត
ខាងក្រោយខ្ញុំអត់កក់ឲ្យដោយសារអីវាមើលអត់ធ្វើអត់មានស្កើនិយាយទៅចាឥឡូវនេះឡើងមកខាងទៀតនេះបងប្អូនមិញខ្ញុំចាប់ពីកន្លែងនេះចាប់ពីកន្លែងនេះឥឡូវមកចាប់កន្លែងនេះទៀតបងអត់ទាន់បានប្រើមកសាកមើលធានាឲ្យគឺគុណភាពល្អស្រួលប្រើងាយស្រួលប្រើហើយប្រសិទ្ធភាពខ្ពស់ហើយជួយចិញ្ចឹមស្បែកសរសៃសក់យើងអត់ឲ្យសក់យើងខូចទៀតទេបងប្អូនជួយដុសជួយឲ្យសក់យើងដុសច្រើនហើយទុនលងហ្មងណាជួយចិញ្ចឹមស្បែកក្បាលយើងសរសៃសក់យើងបានយ៉ាងល្អហើយអត់មានកាត់ស្បែកក្បាលអីទេបងប្អូនសូមបញ្ជាក់ហេតុអីបើខ្ញុំចង់បង្ហាញបងប្អូននឹងអត់ថឹងហ្នឹងខំថតវីដេអូនេះណាគឺចង់បង្ហាញបងប្អូនឲ្យឃើញពីប្រសិទ្ធភាពចង់និយាយថាពីគុណភាពវាល្អចង់ឲ្យបងប្អូនឃើញណាអ្នកដែលមិនទាន់បានប្រើល្អណាខ្ញុំចូលចិត្តណាដល់ពេលតាំងពីមានសាប៊ូនឹងមកខ្ញុំអត់មានទលាមតាមសក់អីញ៉ៃទៀតទេចេញស្កើពេលណាខ្ញុំកក់ពេលហ្នឹងអាកដាយកក៏ខ្ញុំកក់បានដែរឲ្យតែខ្ញុំត្នេខ្ញុំឆ្លៀតបានខ្ញុំធ្វើហើយពេលព្រឹកក៏បានពេលថ្ងៃក៏បានពេលយប់ក៏បានកដាយប់ក៏បានអត់បញ្ហាត្នេពេលណាធ្វើពេលហ្នឹងធ្វើខ្លួនឯងងាយស្រួលនេះឃើញទេចឹងមករួចចិត្តហើយបងប្អូនតាមមួយផ្លែទេណាចិត្តអស់ហើយអស់ឡើងប្រហែលដងហើយចំណេញណាបងប្អូនមកដបហ្នឹងណាស្រួលណាស្រឡាញ់ខ្លាំងហើយនិយាយទៅស្រឡាញ់ខ្លាំងហ្មងរបស់វាល្អប្រើទៅវាមានប្រសិទ្ធភាពខ្ពស់ហើយវាជួយសក់យើងឲ្យតុនដុសកូនសក់មកច្រើនទៅហើយអត់មានបាក់ប្រើទេបងប្អូនដល់មែនតើហ្នឹងមកមិនដងហ្នឹងចំណាយពេលអត់បានកន្លះម៉ោងហ្នឹងឯងបងប្អូនហើយនេះកក់ហើយចិត្តហើយតែមិនតិចទៀតទេចំណាយពេលលឿនរហ័សតន់ចិត្តរហ័សងាយស្រួលអត់ពិបាកអត់ប្រឡាក់បែកអត់កាហាយស្បែកអត់ល្មាស់អត់ធំក្លិនអត់ឈួលអត់មានប្រឡាក់ស្បែកក្បាលទេស្រួលណាស់ចឹងបងប្អូនអានេះសម្រាប់បងគឺបងគាត់អត់ចង់ប្រើថ្នាំលាបសក់អីទេព្រោះអីប៉ះពាល់សុខភាពខ្លាំងណាស់វាធ្វើឲ្យលមាស់ក្បាលធ្វើឲ្យសក់យើងជ្រុះហើយធ្វើឲ្យសក់យើងខូចអស់ហើយវាលមាស់ក្បាលវាប៉ះពាល់ដល់ស្បែកក្បាលហើយពេលយើងលាបទៅវាធំក្លិនឈួលសុខភាពយើងអត់ស្រួលហងហ្នឹងពេលយើងឈឺហងហ្នឹងហើយដល់ពេលទៅប៉ះអាថ្នាំសក់ចឹងទៀតទៅធំក្លិនណាថ្នាំលាបសក់គេហ្នឹងវាជាតិកាត់ខ្លាំងអូអាហ្នឹងសាហាវធ្វើទុកសាហាវហ្នឹងបើសិនជាឈឺក្បាលមុំអីអាហ្នឹងរត់តែខ្លាំងលឹះដែរនេះបងប្អូនស្រួលណាឃើញទេចឹងឥឡូវនេះហើយណាបងប្អូននេះខ្ញុំលាបនេះខ្ញុំកំណត់ម៉ោងនេះពងខ្ញុំថតនេះគឺអត់ទាន់បាន15នាទីទេឃើញទេបងប្អូនអញ្ចឹងលឿនមែនតើណាសម្រាប់សាប៊ូកក់លុបស្កើនេះណាហើយបើបងប្អូនស្កើពេញដល់ខាងក្រោយទេបងប្អូនដាក់ខាងក្រោយទៀតណាតែខ្ញុំសក់ខ្ញុំហ្នឹងស្កើតែខាងមុខទេខាងក្រោយអត់មានទេអញ្ចឹងខ្ញុំកក់តែខាងមុខទេហើយខ្ញុំពេលដែលយើងញីហើយអញ្ចឹងទៅយើងសិតវាសពពណ៌វានឹងបដិញទៅហ្នឹងហើយចឹងបងប្អូនស្រួលណាឃើញទេ
ចឹងបងប្អូនចង់សាអីសាជាមួយនឹងស្រួលកក់លុបស្កើនេះគឺស្រួលមែនតើពិសេសមែនតើណាសម្រាប់បងដែលគាត់ខ្ជិលទៅឲ្យជាងលាបថ្នាំសក់ឲ្យដូចខ្ញុំជាដើមហើយខ្ញុំគឺជាមនុស្សដែលខ្ជិលបំផុតខ្ជិលទៅរកជាងខ្ជិលទៅឲ្យជាងលាបឲ្យខ្ជិលទៅជួបជាងខ្ជិលទៅលាបថ្នាំសក់ពួកអីវាស្អុយពេកហើយធ្វើសក់បែកច្បាស់ខ្ញុំសក់ខ្ញុំនឹងខូចអស់ហើយអញ្ចឹងខ្ញុំប្រើតែសាប៊ូកក់លុបស្កើនេះហេតែ15នាទីណាបងប្អូនលើ15នាទីណានេះខ្ញុំថតវីដេអូ15នាទីលឿនទីហើយកន្លែងណាដែលថាស្កើច្រើនណាបងប្អូនដាក់វាថែមតិចតិចណាតែខ្ញុំសក់តែប៉ុណ្ណឹងព្រោះស្កើតែគល់មុខហ្នឹងឯងចាហើយបងប្អូនចាបងប្អូនចាអញ្ចឹងវីដេអូនេះគឺខ្ញុំអត់កាត់អត់អីណាគឺខ្ញុំថតដូចទៅហ្មងហើយខ្ញុំឲ្យបងប្អូនមើលហ្មងចង់ឲ្យបងប្អូនមើលសាប៊ូកក់លុបស្កើរបស់ខ្ញុំដែលខ្ញុំប្រើនេះវាស្រួលប្រើមិនលឿនមិនដែរនេះបងប្អូនហើយណាបន្ទាប់ពីកក់ហើយខ្ញុំវាទៀតទុកចាបន្ទាប់ពីហើយខ្ញុំចងវាទុកហៅតាគៀបអត់ឃើញឥឡូវចងមកចាគៀបទុកចងទុកប្រហែលជា40នាទីឬក៏1ម៉ោងអីក៏បានដែរណាបងប្អូនចាសម្រាប់បងប្អូនសក់ច្រើនអីស្កើច្រើនសក់ច្រើនអីបងប្អូនទុករៀងយូរតិចណាតែខ្ញុំប្រហែលជា40នាទី50នាទីខ្ញុំលាងចេញហើយចាហើយនេះបងប្អូនហើយណាហើយមើលអត់មានប្រឡាក់អីណាបងប្អូនចាពេលដែលកក់ទៅគឺពណ៌វាហ្នឹងគឺទៅអស់ហើយអស់លីងល្មមចុងបញ្ចប់ចុងបង្ហើយបងប្អូននេះខ្ញុំថែមlạiនេះតិចដោយសារវានៅទូឆ្មាឃើញយ៉ាងសតែកន្លែងហ្នឹងឯងច្រើនជាងគេចេញមកតែកន្លែងហ្នឹងកន្លែងហ្នឹងនេះពណ៌វាប្រឡាក់ប៉ុណ្ណឹងណាជូតចេញស្អាតហើយលាងទឹកចេញគឺស្អាតហ្មងអត់មានប្រឡាក់ជាប់ស្បែកក្បាលណាបងប្អូនចាអស់លីងហ្មងណាប្រហើយចុងក្រោយនេះទៅហើយទឹកបង្ហើយប្រើតអស់មែនតើណាទឹកបង្ហើយចឹងណាស្រួលអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនចង់សាអីសាជាមួយនឹងសាប៊ូកក់លុបស្កើនេះបងដែលមានបញ្ហាស្កើច្រើនហើយអត់ចង់លាបថ្នាំសក់ណាអាហ្នឹងសម្រាប់បងអត់ចង់លាបថ្នាំសក់ពណ៌ឲ្យខូចសក់អីឲ្យខូចសក់ឲ្យធ្វើឲ្យស្បែកក្បាលយើងមានបញ្ហាទៀតណាអញ្ចឹងបងប្អូនជ្រើសរើសមកប្រើជាមួយនឹងសាប៊ូកក់លុបស្កើនេះតើថាល្អគឺល្អឲ្យបងប្អូនគឺខ្ញុំធ្វើខ្លួនឯងរាល់ថ្ងៃគឺខ្ញុំកក់មិនរាល់ថ្ងៃណាគឺរាល់ដងឲ្យតែពេលខ្ញុំចេញស្កើគឺខ្ញុំប្រើសាប៊ូកក់លុបស្កើនេះឥឡូវណាហើយសក់ខ្ញុំគឺទុនរលូងជាងមុនហើយមានទម្ងន់ហើយដោះកូនសក់មកច្រើនទៀតហើយអត់មានលមាស់ស្បែកក្បាលហើយអត់មានឈូសសក់ដូចមុនណាបងប្អូនពេលមុនខ្ញុំប្រើថ្នាំលាបសក់ច្រើនណាញឹកណាតែសារមួយអាទិត្យលាបម្ដងដើម្បីអីជួយបិទបាំងស្កើដល់ចឹងទៅធ្វើសក់ខ្ញុំស្ងួតស្រួយហើយចាប់ផ្ដើមដាច់ហើយចាប់ផ្ដើមជ្រុះមកទាំងដុំចាហើយសក់ឡើងស្ដើងហើយណាតែដល់ពេលឥឡូវសក់ខ្ញុំរៀងក្រាស់ណាបងប្អូនសក់ខ្ញុំឥឡូវធ្លាក់មកគឺឥឡូវនេះក្រាស់ហ្មងហើយវាដុះកូនសក់មកច្រើនចាអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងណាបងប្អូនចាអញ្ចឹងបងប្អូនចង់ប្រើសាប៊ូកក់លុបស្កើអីណាអាចសាកជាមួយនឹងសាប៊ូកក់លុបស្កើនេះបានបងប្អូននេះមានពីរពណ៌បងប្អូនចាអានេះខ្ញុំប្រើពណ៌កាហ្វេពណ៌តុងដែងណាបងប្អូនពណ៌ធម្មជាតិវាមិនក្រហមដូចរូបនឹងពេកទេណាគឺវារៀងកម្ៅរៀងចេញតុងដែងបងប្អូនចាអានេះវាធ្វើពណ៌មកវារៀងក្រហមបន្តិចប៉ុន្តែពណ៌វាអត់មកក្រហមចឹងពេកទេគឺវាតុងដែងបែបធម្មជាតិណាបងប្អូនពណ៌វាលាបចេញមកគឺមើលទៅក្មេងហ្មងពេលដែលខ្ញុំ
ពេលដែលខ្ញុំប្រើសម្បកដបងណាសក់ខ្ញុំតម្លាក់ពណ៌មកឡើងស្អាតហើយមើលទៅឡើងក្មេងចាហើយនៅចាឥឡូវវីដេអូនេះគឺរួចរាល់ហើយបងប្អូនចាក៏ហើយដែរហើយខ្ញុំទុកវាប្រហែលជា40ទៅ50នាទីអីទើបខ្ញុំលាងចេញឥឡូវនេះគឺរួចរាល់ហើយបងប្អូនចាក៏សូមអរគុណសម្រាប់ការតាមដានទស្សនាទាំងអស់គ្នាណាជួបគ្នានៅវីដេអូបន្តទៀតចាហើយកុំភ្លេចណាបើសិនជាពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like ចុច share ឲ្យបេះដូងអីផងណាហើយបើបងប្អូនចង់បានអីបងប្អូនអាចឆាតមកបានចាគឺខ្ញុំមានណាបងប្អូនចាអរគុណសម្រាប់ការគាំទ្រទាំងអស់គ្នាបាយបាយ